ហាងកាហ្វេគូប្រាកាហ្វេដាំក្នុងស្រុកពីព្រោះគុណភាពឈ្ងុយឆ្ងាញ់ដោយកាហ្វេនំចូលដែរដំណាំកាហ្វេនៅកម្ពុជាត្រូវបានគេអះអាងថាអាចដាំបានផលនិងមានរសជាតិក៏ដូចជាក្លិនប្រសើរមិនចាញ់គុណភាពកាហ្វេប្រទេសជិតខាងទេប៉ុន្តែកសិករខ្វះទំនុកចិត្តតាមស្ថិតិដែលបង្ហើបនៅក្នុងវេទិកាមួយដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មកាលពីពេលថ្មីៗនេះបានឲ្យដឹងថាដំណាំកាហ្វេអាចដាំបាននៅភូមិភាគឦសានដូចជាមណ្ឌលគិរីហើយសូម្បីតែនៅត្បូងឃ្មុំក៏អាចដាំបានដែរប៉ុន្តែកសិករហាក់ខ្វះជំនឿចិត្តមកដល់ពេលនេះអ្នកដែលនៅប្រកបរបរដាំដំណាំនេះនៅខាងមណ្ឌលគិរីនៅមានសេសសល់ប៉ុន្តែមិនច្រើនហើយកាហ្វេដែលគេដាំគឺភាគច្រើនគឺជាកាហ្វេ Robusta ដែលអាចផ្ដល់ផលកាហ្វេប្រមាណជាត្រឹមពី300ទៅ400តោនប៉ុណ្ណោះនៅក្នុងមួយឆ្នាំនៅពេលនេះតម្រូវការកាហ្វេនៅកម្ពុជាមានកំណើនខ្លាំងហើយប្រជាប្រិយភាពនៃកាហ្វេក៏កាន់តែរីកប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជានៅបន្តនាំចូលកាហ្វេរហូតជាង 90% ពីវៀតណាមនិងឡាវហើយនៅមុនពេលផ្ទុះបញ្ហាព្រំដែនគឺក៏មាននាំចូលពីថៃផងដែរ